ហើយកូនគេកំពុងតែពិភាក្សាគ្នាណាប្រលួងអាកូនប្រុសខ្ញុំនឹងឲ្យរៀនហ្គីតាដៃខ្ញុំអត់ដែរឃើញគាត់ច្រៀងឬមួយក៏ចូលចិត្តទៅស្ដាប់ភ្លេងអីអត់ទេក៏ប៉ុន្តែគាត់ចូលចិត្តជំរុញកូនឲ្យរៀនភ្លេងឥឡូវហ្នឹងគឺថាកំពុងតែប្រលួងអាកូនប្រុសខ្ញុំហ្នឹងឲ្យរៀនហ្គីតាឬមួយក៏អីគេអាវ៉ូលីនអាផ្លុំអាដូចហ្គីតាតូចតូចដែលគេនេះអាហ្នឹងគេហៅស្អីគេវ៉ូលីនអញ្ចឹងហីពងប្រលួងឲ្យកូនរៀនតែគាត់អត់បខំទេកូនចង់រៀនក៏ចង់ហើយចង់រៀនមួយណារៀនតែគាត់ឲ្យកូនជ្រើសរើសខ្លួនឯងអញ្ចឹងបាទសម្រាប់ខ្ញុំចូលចិត្តខាងវាយបុកវិញណោះខ្លួនឯងចូលចិត្តច្រៀងរាំតែចំណងចំណូលចិត្តចង់ឲ្យកូនរៀនវាយបុកហើយខ្ញុំសួរគាត់ថាហេតុអីបានជាជំរុញឲ្យតែកូនរៀនភ្លេងមិនក៏មិនបន្ថែមកូនឲ្យរៀនអង់គ្លេសមួយរៀនចិនទៅព្រោះកូនកំពុងតែខ្សោយចិនខ្សោយអីអញ្ចឹងណាអញ្ចឹងហើយគាត់តបខ្ញុំគាត់ថាអូនឥឡូវហ្នឹងកូនកំពុងតែនៅតូចអញ្ចឹងហើយគាត់ចង់បណ្ដុះកូនពីតូចទៅអញ្ចឹងរឿងចិនរឿងអង់គ្លេសអាចจะបណ្ដុះតាមក្រោយបានវាមានពេលត្រូវឲ្យរៀនឲ្យអីអញ្ចឹងណាហើយខ្ញុំហ្នឹងនឹកឃើញចេះថាហេតុអីត្រូវចំណាយលុយអារៀនភ្លេងនឹងរៀនអីអញ្ចឹងមិនក៏មិនយកលុយនឹងចំណាយឲ្យកូនទៅរៀនចិនរៀនអីបន្ថែមទៅខ្ញុំគិតថារៀនភ្លេងហ្នឹងវាមិនបានយកទៅប្រើការអីចឹងណាតែប្តីខ្ញុំគឺគាត់គិតខុសពីខ្ញុំអីចឹងណាគាត់ដូចថាការរស់នៅរបស់គាត់ដឹងអញ្ចឹងហើយគាត់ចេះតែបណ្ដុះកូនឲ្យរៀនទៅឲ្យកូនចេះនេះចេះនោះអីចឹងណាបងប្អូនប្តីខ្ញុំគឺគាត់បែបហ្នឹងហើយនៅស្រុកនេះបងប្អូនរៀនភ្លេងរៀនចិនរៀនអីចឹងថ្លៃ1ម៉ោងអីអានេះកូនខ្ញុំរៀនតែ45នាទី$50បាត់ហើយមួយអាទិត្យហ្នឹងគឺថារៀនបានតែមួយថ្ងៃទេអញ្ចឹងបានចង់ទៅសើខួរក្បាលក្មេងអញ្ចឹងបានគេឲ្យរៀនអីក៏ដោយគេបណ្ដុះពីក្មេងអញ្ចឹងដែលក្មេងចាប់បានបើយើងមនុស្សធំវិញសាក់រៀនតែមួយថ្ងៃអញ្ចឹងមើលភ្លេចបាត់ឥឡូវនឹងគ្រូយកទៅវិញអស់បន្ទាប់មកហ្នឹងគឺថាមកដល់កន្លែងកូនខ្ញុំរៀនភ្លេងហើយក៏ប៉ុន្តែមិនទាន់ដល់ម៉ោងគេត្រូវប្រគំតន្ត្រីទេណាអញ្ចឹងហើយអស់លោកគាត់ឃ្លានអញ្ចឹងក៏នាំមកញ៉ាំអីទ្រាប់ពោះបន្តិចសិនទៅព្រោះអីកន្លែងកូនខ្ញុំរៀនភ្លេងហ្នឹងគឺនៅក្នុង shopping តែម្ដងអញ្ចឹងហើយមិនថារបស់របរឬចំណីចំណុកអីទេគឺថានៅក្នុងនឹងមួយកំភ្លេតែម្ដងអញ្ចឹងមុនមិនទាន់ដល់ម៉ោងហ្នឹងក៏នាំកូនញ៉ាំអីបន្តិចបន្តួចទៅម៉ែហ្នឹងក៏ទ្រាប់ពោះបន្តិចបន្តួចដែរអញ្ចឹងណាហើយអានេះអាហ្នឹងខ្ញុំដឹងគេហៅអីខ្ញុំហៅគ្រុំអាំងហ្មងទៅហើយជាមួយនឹងស៊ុបផ្សិតស៊ុបអីហ្នឹងទៅញ៉ាំបន្តិចអញ្ចឹងណាព្រោះអីមកពីផ្ទះញ៉ាំឆ្អែតដែរហើយបន្ទាប់មកហ្នឹងក៏ចូលតាមហាងគេដើរមើលនេះមើលនោះលេងសិនកំដរចិត្តដល់ម៉ោងកូនឡើងប្រគំអញ្ចឹងណាបងប្អូនព្រោះអីដូចខ្ញុំថាអញ្ចឹងកន្លែងកូនខ្ញុំរៀននេះគឺនៅក្នុង shopping អញ្ចឹងហើយសាលាគេនៅខាងលើអាខាងក្រោមនេះគឺថាមានចំណីចំណុកមានហាងនេះហាងនោះអីចឹងទៅហើយបន្ទាប់ពីញ៉ាំអីរួចរាល់អស់ហើយហ្នឹងនេះគឺថានៅមកបន្តដំណើរជាមួយនឹងតកកឈូសទៀតអានេះតកកឈូសមានជាមួយនឹងបាយតណើភ័យមានដាក់ស្វាយដាក់ជាមួយនឹងចំហួយខ្មៅចំហួយអីចឹងណាបងប្អូនចេះតើឲ្យញ៉ាំកំដរចិត្តដល់ម៉ោងទៅនេះហើយតំណងតានិយាយពីថាឲ្យឡើងមុតខៃហើយអាញ៉ាំក្នុងម៉ាស៊ីនត្រជាក់អញ្ចឹងទៀតនិយាយពីថាដាក់ទៅចង់រឹងធៀមអញ្ចឹងអីបានតែញ៉ាំនៅខាងក្រៅក្តៅតា